អរគុណច្រើនពូមីងសូមជម្រាបសួរសាជាថ្មីហើយថ្ងៃហ្នឹងខ្ញុំមានពេលតិចទេខ្ញុំចង់ទៅបង្ហាញទៅចំណុចសំខាន់ដែលជាការបង្ហាញពាក់ព័ន្ធទៅនឹងលក្ខណៈពិសេសផុសពូជរបស់យើងតែលើពូជពោតទេបាទខ្ញុំសូមធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងពោតហនុមានអញ្ចឹងពោតនៅលើតុដែលបង្ហាញពុកម៉ែបងប្អូននៅទីនេះគឺហនុមានបាទនេះគឺជារោគហនុមានពូជរបស់យើងអត្រាដំណោះគឺនេះនៅខាងក្រោយហើយនៅពេលដែលពូមីងទិញយកទៅដាំសូមមើលប្រការធានាទី1ពូមីងអាចដឹងពីអត្រាដំណោះរបស់យើងហនុមានរបស់យើងអត្រាដំណោះគឺនៅកន្លែងកវងដែលពួកខ្ញុំ highlight ក្រហមនៅទីនេះប៉ុន្តែបើពូមីងដាំពូជផ្សេងឬក៏ក្រុមហ៊ុនផ្សេងទៀតខ្ញុំធានាថាអត្រាដំណោះអត់លើសពី85ឬ86ហ្នឹងមានតែព្រួយទេ 95% អញ្ចឹងបើសិនជាប្រើប្រាស់ពូជតែត្រឹមត្រូវគឺយើងចំណេញណាពូមីងណាបាទតោះណែពូមីងហើយបើឃើញចំណេញអញ្ចឹងហើយដាំហនុមានអត់ដាំហូរមួយមើលឥឡូវនេះខ្ញុំនឹងធ្វើការបង្ហាញមួយទៀតបាទដែលជាប្រភេទពោត highlight ថ្មីណាបងណា highlight ថ្មីរបស់យើងអាយុកាលធានាការប្រមូលផលលឿនហើយមួយទៀតអត្រាដំណោះគឺ 98% អញ្ចឹងខ្ញុំយកអាកញ្ចប់កដាលកន្លះគីឡូដែលបងទីណាក៏លើកនេះបង្ហាញនេះហើយនឹងកញ្ចប់1គីឡូនៅទីនេះគឺ highlight ថ្មីតោះណាបងបាទនេះគឺ highlight ថ្មីរបស់យើងរូបរាងពិតខ្ញុំសុំសង្ខេបកន្លែងនេះ highlight ថ្មីគឺវាមានលក្ខណៈពិសេសរបស់វាបើធៀបជាមួយនឹង highlight ចាស់អាចលឿនជាងអាចារ្យទៀតដោយសារពូជនេះវាមានលក្ខណៈពិសេសខុសគេគឺឆាប់ប្រមូលផលសុំផ្ទះដៃមួយមក